ខ្ញុំមាន phrase ចំនួន5ដែលខ្ញុំចង់ឲ្យបងប្អូនចេះហើយខ្ញុំគិតថា phrase ទាំង5នេះមានប្រយោជន៍សម្រាប់បងប្អូនសម្រាប់និយាយឬក៏សម្រាប់សរសេរឥឡូវយើងមើលម្ដងមួយទី1គឺ in touch with in touch with in touch with ហ្នឹងគឺមានន័យថាយើងនៅរក្សាទំនាក់ទំនងជាមួយនរណាគេម្នាក់ឧទាហរណ៍ My father is still in touch with his friends from high school ឪពុករបស់ខ្ញុំនៅតែរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្តិរបស់គាត់តាំងពីវិទ្យាល័យមកម្ល៉េះទី2 out of control out of control out of control គឺមានន័យថាលែងគ្រប់គ្រងកើតហើយ The soccer fans were out of control អ្នកដែលទៅគ្រប់គ្រងឬក៏ទស្សនាកីឡាបាល់ទាត់ហ្នឹងគឺគ្រប់គ្រងលែងកើតហើយទី3គឺ in danger of in danger of អានឹងគឺមានន័យថាកំពុងតែប្រឈមមុខជាមួយគ្រោះថ្នាក់ឧទាហរណ៍ She is in danger of losing her job She is in danger of losing her job នាងកំពុងតែប្រឈមជាមួយនឹងការបាត់បង់ការងារទី4 out of question out of question អានឹងគឺមានន័យថាអត់អាចទៅរួចឬក៏មិនបាច់យកមកនិយាយទេតើរួចមក Forget it this option is out of question បំភ្លេចវាចោលទៅជំរើសមួយនេះគឺអត់អាចទៅរួចទេទី5ចុងក្រោយគេ in need of អានឹងគឺមានន័យថាត្រូវការអីមួយដូចពាក្យ need ចឹង Those marathon runners are in need of water now អ្នករត់កីឡាម៉ារ៉ាតុងទាំងអស់នោះកំពុងតែត្រូវការទឹកជាចាំបាច់ចាំបងប្អូនសាកយក phrase មួយមកក្នុងចំណោម phrase ទាំងអស់ហ្នឹងបង្កើតជាប្រយោគមួយឲ្យ comment កុំវីដេអូនេះមក